សួស្តីអ្នកទាំងអស់គ្នាដែលចាប់អារម្មណ៍ជាមួយនឹង iPhone, iPod និង iPad Touch នៅក្នុងវីដេអូ tutorial នេះខ្ញុំនឹងបង្ហាញពីរបៀបទាញយកអក្សរខ្មែរសម្រាប់ទាញយកខ្មែរ keyboard សម្រាប់ iPhone និង iPod និង iPad Touch តែខ្ញុំ focus តែខ្ញុំផ្ដោតអារម្មណ៍ទៅលើ iPad Touch អ្នកដែល upgrade ទៅ iOS 8 ហើយមានអក្សរខ្មែរស្រាប់តែអត់មានខ្មែរ keyboard ឥឡូវនេះមានខ្មែរក្រុមផ្សេងបានធ្វើ keyboard ប៉ុន្តែមិនបានជាគិតមិនបាន free ទេគឺគិតតម្លៃតែ$1អញ្ចឹង$1គឺមិនថ្លៃទេសម្រាប់អ្នកដែលខំធ្វើគឺយើងអាចទិញបានបើសិនលោកអ្នកមិនចង់ចាំយូរជាមួយនឹង keyboard សម្រាប់ iPad keyboard ខ្មែរលោកអ្នកអាចទាញយកអាចទិញពី App Store បានដូច្នេះសូមចូលទៅ App Store រួចហើយលោកអ្នកវាយពាក្យថាblack keys គឺនៅទីនេះ black keys ខ្ញុំចេញអក្សរខ្មែរស្រាប់ហើយបាទពេលនោះវានឹងចេញ black key លោកអ្នកជ្រើសរើសមួយនេះដោយសារតែខ្ញុំបានទិញរួចហើយនៅក្នុងនេះគេដាក់តម្លៃ$1 គឺ $0.00 $0.99 អញ្ចឹងបានន័យថាប្រហែលជា$1ឯងលោកអ្នកអាចទិញ$1គឺតម្លៃប្រហែលមិនបានកាហ្វេមួយកែវផងអញ្ចឹងលោកអ្នកទិញទៅពេលលោកអ្នកទិញរួចហើយលោកអ្នកចូលទៅ setting គឺចូលទៅ setting នេះ general រួចហើយ slide មកក្រោមមកជ្រើសរើសពាក្យថា keyboard រួចហើយលោកអ្នកចុចលើនេះ keyboard នេះរួចហើយគឺខ្ញុំបានដាក់ភាសាខ្មែររួចហើយលោកអ្នកចុច add new keyboard រួចហើយជ្រើសរើស black keys ជ្រើស black key នេះនៅក្នុង black keys នេះវាមានច្រើនភាសាណាយើងអូសមកក្រោមមកយើងអូសមកក្រោមយកហើយវាមានភាសាខ្មែរនៅទីនេះតាមពិតវាមានភាសាខ្មែរ2លោកអ្នកនឹងឃើញភាសាខ្មែរ5ជួរនិងភាសាខ្មែរ10x4 នេះតែខ្ញុំជ្រើសរើសយក5ជួរបើសិនជាលោកអ្នកចង់ជ្រើសរើសយកភាសាខ្មែរ10x4 នេះលោកអាចចុចកន្លែងនេះរួចហើយចុច done បាទខ្ញុំជ្រើសរួចហើយពេលនេះលោកអ្នកចូលទៅ browser រួចហើយវាយពាក្យ Google ហើយសាកល្បងចុចមើលហើយបដូរនៅសញ្ញានេះគឺសញ្ញាបដូរ keyboard លោកអ្នកចុចហ្នឹងមកសម្រាប់ iOS 8វាមាន emoji keyboard អញ្ចឹងយើងចុចមួយទៀតមកគឺតម្រង់ keyboard ខ្មែរ5ជួរគឺមានលក្ខណៈយ៉ាងនេះឯងគឺវាអត់មានសញ្ញាអីទេគឺដាក់ black key បានន័យថា keyboard ហ្នឹងវាពណ៌ខ្មៅអញ្ចឹងយើងចុចបិទយើងចុចវាយមើលខ្ញុំវាយពាក្យថាកែវសារ៉ាត់ចុច go បាទគឺតម្រង់អក្សរខ្មែរសម្រាប់ iOS 8មានតម្រង់ធំល្អប៉ុន្តែវាជួនកាលវាបាត់នឹងស្រអុកខ្លះដោយសារតែប្រហែលជាបច្ចេកទេសអ្នកធ្វើឬក៏យ៉ាងម៉េចខ្ញុំមិនដឹងដែរតែយើងមើលទៅវាច្បាស់ស្អាតគឺមានភាពលេចធ្លោជាង
អក្សរខ្មែរមុនហើយកម្មវិធីនេះគឺយើងមិនបាច់ jailbreak ឡើយយើងមិនបាច់ jailbreak ទេគឺយើងប្រើ black keys ដូចនៅក្នុងនេះស្រាប់គឺ black keys អញ្ចឹងវីដេអូ tutorial ថ្ងៃនេះគឺបង្ហាញលោកអ្នកពីរបៀបinstall ឬក៏ download ខ្មែរ keyboard សម្រាប់ iPad keyboard នេះប្រើបានទាំង iPhone iPod Touch និង iPad អញ្ចឹងសូមសាកល្បងទាំងអស់គ្នាហើយចូលរួមវាយអក្សរខ្មែរបានច្រើនជាជាងការវាយអក្សរខ្មែរដោយប្រើ phonetic អង់គ្លេសអញ្ចឹងសូមអរគុណបាទ